Welcome to my channel ខ្ញុំឈ្មោះហេងយ៉ានហានចាជំរាបសួរបងប្អូនថ្ងៃនេះជាថ្ងៃទី17នៅថ្ងៃសៅរ៍ឆ្នាំ2026ចាហើយខ្ញុំបានធ្វើនំបញ្ចុកសណ្លប្រហើរសាច់មាន់ចានេះនំបញ្ចុកខ្ញុំចាប្រទេសលក់មានតាយ៉ូងចេកហើយនឹងល្ហុងឈូសចាតាយ៉ូងចេកល្ហុងឈូសនេះហើយស្បែកក្លោះតសក់ស្បែកគោះហាន់ជីថ្មល់ត្រីចាជីពតត្រីនេះទេនេះទឹកស្លោខ្ញុំនេះស្លោសាច់មាន់ចាមុនខ្ញុំស្លោត្រីខ្លាំងនេះតែកូនបើគេចង់ញ៉ាំស្លោសាច់មាន់អញ្ចឹងខ្ញុំធ្វើសាច់មាន់ចានេះនំចុកខ្ញុំចាឃើញទេឆ្ងាញ់ណាស់ជាពិសេសគឺលបោយតាយ៉ូងចេកឲ្យល្ហុងនឹងសណ្តែកគួរជីថ្មល់ត្រីសសក់អើយឆ្ងាញ់មែនទេហ្នឹងណាបងប្អូនជើញមកពិសាគ្រប់គ្នាជាមួយខ្ញុំណាជួយមកពិសាអញ្ចឹងខ្ញុំសូមអរគុណច្រើនខ្ញុំបាននេះខ្ញុំហេងហានហេងយ៉ានចាជួយបងប្អូនជួយទស្សនានៅវីដេអូខ្ញុំចាខ្ញុំដាក់តាម YouTube ហើយទៅ YouTube ប្រប៉ៅខ្ញុំថតខ្ញុំចាអញ្ចឹងបងប្អូនទេសនាខ្ញុំកាលពី2025ខ្ញុំបានទៅស្រុកខ្មែរចានៅទៅទាំង3នាក់ហ្នឹងទាំងទៅខ្ញុំអេនថូនីប្តីខ្ញុំទៅទាំងអស់គ្នាមួយខែ5ខែ6ត្រឡប់មកវិញចាទៅយើងដើរសប្បាយណាស់ដើរប៉ុន្តែក្តៅដែរហ្នឹងបាច់ញើសប៉ុន្តែយើងដេកហូតតែស្រួលទេយើងចង់បើកអេចង់តិចក៏បានចង់តិចប្រហែលក៏បានដែរអូយស្រួលមកយប់តែ60អញ្ចឹងយើងដើរយើងញ៉ាំពេលឃ្លានក៏យើងហៅគេមកដឹកទៅយើងទៅញ៉ាំទៅមានអីពិបាកអីស្រួលសងប់នឹងដើរទៅលេងសប្បាយគ្រប់ខេត្តអត់តែព្រះវិហារមួយទេពួកយើងបានដើរគ្រប់ខេត្តទាំងអស់ដើរសប្បាយថតបានខ្លះពេលខ្លះយើងអត់ដាក់ទេយើងដាក់ខ្លះចាប៉ុន្តែខ្ញុំមិនបានធ្វើខ្លួនអីទេទៅទាំងសមិទ្ធជាមួយខ្ញុំដើរទៅធម្មតាមិនចង់បញ្ចេញអីស្អាតពេកទេព្រោះយើងវាមិនជាអ្នកហឺហាក់អីទេវាចាស់ហើយនិយាយថាចាស់ហើយអញ្ចឹងចាស់ហើយឥឡូវអញ្ចឹងសូមលោកទាំងអស់គ្នាជួយមកអញ្ជើញញ៉ាំទាំងអស់គ្នាមានតាំងពីមកគឺស្អននំអែមក៏មានដែរទឹកបរិសុទ្ធមកពីលើភ្នំទឹកនេះបរិសុទ្ធមកពីលើភ្នំនេះប្រប៉ៅធ្វើការនៅកន្លែងនេះឯងនេះទឹកពី Whistler water ចាកំពៅខ្ញុំធ្វើកន្លែងហ្នឹងហើយទឹកហ្នឹងគេឲ្យ free យកមកផឹកព្រោះខ្ញុំធ្លាប់តែដាំឥឡូវខ្ញុំអត់បាក់ដាំទេកូនខ្ញុំយកមកគេឲ្យវាយកមកផឹកមិនអស់អញ្ចឹងសូមបញ្ចប់តែត្រឹមនេះចាំជួបគ្នានៅវគ្គក្រោយទៀតសូមសុខសប្បាយទាំងអស់គ្នាជម្រាបលាបាយ